ក្រុមហ៊ូធីយេមិនប្រកាសបិទគប់ផ្លូវទឹកប្រឆាំងអារ៉ាប៊ីសាអូឌីតគម្រាមបើកសមរភូមិថ្មីក្នុងសង្គ្រាមមជ្ឈិមបូព៌ាក្រុមឧទាមហូធីយេមិនដែលគេស្គាល់ថាចងសម្ព័ន្ធភាពជាមួយទីក្រុងតេហឺរ៉ង់បានប្រកាសជាផ្លូវការនៅការបិទគប់ផ្លូវទឹកប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីតដោយគម្រាមបើកសមរភូមិថ្មីដ៏គ្រោះថ្នាក់មួយទៀតក្នុងសង្គ្រាមមជ្ឈិមបូព៌ាទាំងដែលអាមេរិកនិងអឺរ៉ង់កំពុងច្បាំងគ្នាយ៉ាងសាហាវស្រាប់ទៅហើយនោះការប្រកាសនេះចេញពីមាត់អ្នកនាំពាក្យយោធាក្រុមហ៊ូធីលោកយ៉ាយ៉ាសារីដែលបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃច័ន្ទទី20ខែកក្កដាឆ្នាំ2026ថាការបិទច្រកបាបអាល់ម៉ាន់ដាប់ក្នុងសមុទ្រក្រហមគឺដើម្បីឆ្លើយតបដោយផ្ទាល់ទៅនឹងការវាយប្រហារតាមអាកាសរបស់សម្ព័ន្ធមិត្តដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតលើអាកាសយានដ្ឋានអន្តរជាតិហ្សាណាកាលពីសប្តាហ៍មុនដើម្បីរារាំងមិនឲ្យយន្តហោះអរុងចុះចតការប្រកាសបិទនេះបានបង្កមានប្រតិកម្មភ្លាមៗពីក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅយេមិនដោយពួកគេប្រញាប់ប្រញាល់ចេញមុខចាត់វិធានការចាំបាច់ដើម្បីធានាសន្តិសុខឲ្យកប៉ាល់ពាណិជ្ជកម្មទាំងឡាយធ្វើដំណើរតាមច្រកនេះដោយសុវត្ថិភាពនិងត្រៀមឆ្លើយតបជានិច្ចបើមានករណីអាសន្នណាមួយកើតឡើងប៉ុន្មានខែចុងក្រោយនេះអារ៉ាប៊ីសាអូឌីតពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញនៅសមុទ្រក្រហមដើម្បីជៀសវាងទាំងស្រុងពីច្រកសមុទ្រហូមូសដែលកំពុងជាប់ក្នុងសង្គ្រាមដ៏សាហាវតាំងពីផ្ទុះភាពតានតឹងនៅមជ្ឈិមបូព៌ាទីក្រុងរីយ៉ាតក្នុងមួយថ្ងៃបានបង្វែរទិសដៅប្រេងប្រហែល 3.6 លានបារ៉ែលពីហូមូសទៅបាបអាល់ម៉ាន់ដាប់ជាពិសេសទៅកាន់ទីផ្សារអាស៊ីជុំវិញរឿងនេះអ្នកវិភាគហិរញ្ញវត្ថុនិងនាវាចរព្រមានថាការបិទច្រកបាបអាល់ម៉ាន់ដាប់ទាំងស្រុងនឹងកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងសកលចំនួន 7% ខណៈកង្វះខាតនេះនឹងបន្ថែមលើការរំខានដោយសារសង្គ្រាមដែលមានស្រាប់នៅក្នុងឈូងសមុទ្រពាក់ដែលការដឹកជញ្ជូនបានធ្លាក់ចុះ 10% ទៅហើយបន្ទាប់ពីការប្រកាសនេះផងដែរពុបពលាបរ៉ាប់រងនាវាចរសម្រាប់កប៉ាល់ដែលប្រតិបត្តិការនៅសមុទ្រក្រហមបានកើនឡើងភ្លាមៗដោយសារតែហានិភ័យខ្ពស់នៃអំពើចោរកម្មក្នុងសមុទ្រនិងការវាយប្រហារដោយមីស៊ីល